សហភាពឥណ្ឌូចិនដែលស្ថិតនៅក្រោមអាណានិគមបារាំងចាប់តាំងពីសតវត្សទី19មកនោះត្រូវបែងចែកជារដ្ឋ5ផ្សេងគ្នាគឺកម្ពុជាឡាវតុងកឹងឬវៀតណាមខាងជើងអាណាមគឺវៀតណាមកណ្ដាលនិងកូសាំងស៊ីនឬកម្ពុជាក្រោមដែលស្ថិតនៅប៉ែកខាងត្បូងវៀតណាមបច្ចុប្បន្នកម្ពុជាឡាវតុងកឹងនិងអាណាមអ្វីត្បិតតែត្រូវស្ថិតនៅក្រោមអំណាចអាណានិគមបារាំងក៏ប៉ុន្តែនៅមានទម្រង់ជាប្រទេសនិងមានអំណាចនយោបាយដាច់ពីបារាំងផ្ទុយទៅវិញកូសាំងស៊ីនត្រូវបានបារាំងកាត់យកមកធ្វើជាអាណាខេត្តរបស់ខ្លួនទាំងស្រុងដែលមានលក្ខន្តិកៈជាដែនដីបារាំងនៅនីសមុទ្រដែលហៅតាមភាសាបារាំងថា Territoire d'Outre-mer កូសាំងស៊ីននេះគឺធ្លាប់ជាទឹកដីរបស់នគរខ្មែរកាលពីមុនក៏ប៉ុន្តែត្រូវនគរអាណាមកាត់យកទៅធ្វើជាទឹកដីរបស់ខ្លួននៅក្នុងអំឡុងសតវត្សទី17មុននឹងត្រូវបារាំងច្បាំងដណ្ដើមយកមកកាន់កាប់នៅឆ្នាំ1862នៅឆ្នាំ1864នៅក្រោយពេលដែលព្រះបាទនរោត្តមព្រមដាក់កម្ពុជាឲ្យស្ថិតនៅក្រោមអាណាព្យាបាលបារាំងលោក Chapeau de la Grande Guerre ទេសាភិបាលបារាំងនៅកូសាំងស៊ីនលោក Chapeau de la Grande Guerre ទេសាភិបាលបារាំងនៅកូសាំងស៊ីនធ្លាប់បានសន្យាថានឹងជួយឲ្យកម្ពុជាយកមកវិញនៅទឹកដីដែលកម្ពុជាបាត់បង់ទៅប្រទេសជិតខាងក៏ប៉ុន្តែពាក្យសន្យានេះបារាំងបានធ្វើតែចំពោះទឹកដីដែលខ្មែរបាត់បង់ទៅសៀមតែប៉ុណ្ណោះចំពោះទឹកដីកម្ពុជាក្រោមវិញបន្ទាប់ពីបានដណ្ដើមពីវៀតណាមមកកាន់កាប់ជាកម្មសិទ្ធិផ្ទាល់ខ្លួនអស់រយៈពេលជិត1សតវត្សរ៍បារាំងសັບតែបានប្រគល់ទៅឲ្យវៀតណាមវិញនៅឆ្នាំ1949ដោយមិនកាត់មកឲ្យខ្មែរជាម្ចាស់ដើមវិញនោះទេការដែលបារាំងសម្រេចកាត់ទឹកដីកម្ពុជាក្រោមទៅឲ្យវៀតណាមគឺត្រូវបានធ្វើឡើងនៅក្នុងបរិបទនៃសង្គ្រាមឥណ្ឌូចិនដែលបារាំងត្រូវប្រឈមមុខនឹងចលនាឧទាមកុម្មុយនីសវៀតណាមគឺពួកវៀតមិញដឹកនាំដោយហូជីមិញនៅក្នុងអំឡុងសង្គ្រាមលោកលើកទី2នៅពេលដែលបារាំងត្រូវធ្លាក់ចុះទន់ខ្សោយតំបន់ឥណ្ឌូចិនត្រូវធ្លាក់នៅក្រោមការកាន់កាប់របស់អាណាចក្រជប៉ុននៅក្រៅពេលដែលជប៉ុនចាញ់សង្គ្រាមលោកលើកទី2នៅឆ្នាំ1945ទើបបារាំងចូលមកត្រួតត្រាឥណ្ឌូចិនឡើងវិញក៏ប៉ុន្តែដោយមើលឃើញពីការរីកដុះដាលនៃចលនាទាមទារឯករាជ្យបារាំងបានដឹងខ្លួនយ៉ាងច្បាស់ថាខ្លួននឹងមិនអាចកាន់កាប់តំបន់ឥណ្ឌូចិនពេញដៃដោយកាលពីមុនសង្គ្រាមនោះទេហើយដូច្នេះហើយបានជាបារាំងដាក់ចេញនូវផែនការមួយគឺកែប្រែសហភាពឥណ្ឌូចិនឲ្យទៅជាសហព័ន្ធឥណ្ឌូចិនដោយប្រទេសជាសមាជិកនីមួយៗត្រូវទទួលបានឯករាជ្យស្ទើរតែពេញលេញពលគឺអាចក្តាប់អំណាចទាំងអស់លើកលែងតែវិស័យកងទ័ពនិងហិរញ្ញវត្ថុដែលត្រូវបន្តស្ថិតនៅក្នុងដៃបារាំងជាមួយកម្ពុជានិងឡាវការចរចាជុំវិញលក្ខន្តិកៈពាក់កណ្ដាលឯករាជ្យនេះបានប្រព្រឹត្តទៅដោយគ្មានឧបសគ្គអ្វីធំដុំនោះទេហើយនៅក្នុងពេលកំពុងរងចាំការចុះសន្ធិសញ្ញាជាស្ថាពរកិច្ចព្រមព្រៀងមកដល់អាសន្នមួយដែលគេហៅថា Modus Vivendi ត្រូវបានចុះរវាងបារាំងនិងកម្ពុជានៅថ្ងៃទី7ខែមករាឆ្នាំ1946និងរវាងបារាំងនិងឡាវនៅថ្ងៃទី27ខែសីហាឆ្នាំដដែលនោះជាមួយវៀតណាមវិញការចរចានេះមិនបានប្រព្រឹត្តទៅដោយរលូនដូចជាជាមួយកម្ពុជានិងឡាវនោះទេការចរចាជាមួយនឹងវៀតណាមត្រូវជួបនឹងបញ្ហាស្មុគស្មាញច្រើនគឺម្យ៉ាងដោយសារតែវៀតណាមនៅពេលនោះមិនមែនជាប្រទេសរួមគ្នាតែមួយពលគឺត្រូវចែកជាតុងកឹងនិងអាណាមដែលមានអំណាចនយោបាយដាច់ចេញពីគ្នាហើយម្យ៉ាងទៀតគឺដោយសារតែមានចលនាកុម្មុយនីសវៀតណាមដែលបានប្រកាសឯករាជ្យជាឯកតោភាគីបង្កើតទៅជាសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាមរួចទៅហើយតាំងពីថ្ងៃទី2ខែកញ្ញាឆ្នាំ1945នៅក្នុងការចរចាជាមួយនឹងបារាំងហូជីមិញដែលជាប្រមុខដឹកនាំសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាមដែលមានមូលដ្ឋាននៅតុងកឹងបានទាមទារឲ្យបារាំងប្រគល់ឯករាជ្យភ្លាមដល់វៀតណាមហើយប្រទេសវៀតណាមឯករាជ្យនេះត្រូវតែរួមបញ្ចូលគ្នានៅតំបន់ទាំង3គឺតុងកឹងអាណាមនិងទឹកដីកូសាំងស៊ីនដែលវៀតណាមចាត់ទុកថាជាទឹកដីរបស់ខ្លួនដែលត្រូវបារាំងច្បាំងដណ្ដើមយកទៅធ្វើជាអាណាខេត្តលក្ខខណ្ឌនេះត្រូវបានបារាំងច្រានចោលដោយសារតែនៅពេលនោះបារាំងនៅចង់រក្សាទឹកដីកូសាំងស៊ីនទុកនៅធ្វើជាអាណាខេត្តរបស់ខ្លួនតទៅទៀតក៏ប៉ុន្តែក្រោយមកទៀតបារាំងបានសុកចិត្តធ្វើសម្បទានដល់ហូជីមិញដោយយល់ព្រមបើកឲ្យមានការបោះឆ្នោតប្រជាមតិដើម្បីឲ្យប្រជាជនជាអ្នកសម្រេចខ្លួនឯងថាតើគូបញ្ចូលតំបន់ទាំង3ជាប្រទេសវៀតណាមតែមួយឬក៏យ៉ាងណាដំណើររដ្ឋាភិបាលបារាំងនិងហូជីមិញក៏បានចុះកិច្ចព្រមព្រៀងមួយនៅក្នុងន័យនេះនៅថ្ងៃទី6ខែមីនាឆ្នាំ1946ដើម្បីបើកផ្លូវទៅធ្វើសន្និសីទមួយនៅទីក្រុង Fontainebleau ដើម្បីចុះកិច្ចព្រមព្រៀងជាស្ថាពរក៏ប៉ុន្តែ
ក្រោយការចុះកិច្ចព្រមព្រៀងនៅខែមីនាឆ្នាំ1946នោះការខ្វែងគំនិតគ្នារវាងបារាំងនិងពួកវៀតមិញក៏នៅតែបន្តកើតឡើងគឺកើតឡើងជុំវិញដំណើរការនៃការបោះឆ្នោតប្រជាមតិហូជីមិញបានទាមទារឲ្យតង់កឹងអាណាមនិងកូសាំងស៊ីនរៀបចំធ្វើប្រជាមតិរួមគ្នាជាប្លុកតែមួយចំណែកឯលោក Thierry Dargent-Lieu ដែលនៅពេលនោះគឺជាអគ្គស្នងការបារាំងប្រចាំតំបន់ឥណ្ឌូចិនយល់ឃើញថាការបោះឆ្នោតប្រជាមតិជាប្លុកតែមួយនេះមិនមានភាពយុត្តិធម៌ទេពីព្រោះថាប្រជាជននៅតង់កឹងនិងអាណាមដែលសុទ្ធតែចង់ទាមទារយកកូសាំងស៊ីនទៅកាន់កាប់វិញនោះគឺមានចំនួនច្រើនលើសលប់ធៀបទៅនឹងប្រជាជននៅកូសាំងស៊ីនលោក Thierry Dargent-Lieu ទាមទារឲ្យកូសាំងស៊ីនត្រូវក្លាយទៅជារដ្ឋឯករាជ្យមួយដូចជារដ្ឋផ្សេងទៀតដែរនៅក្នុងសហព័ន្ធឥណ្ឌូចិនហើយរដ្ឋកូសាំងស៊ីនថ្មីនេះហើយដែលជាអ្នកត្រូវមានសិទ្ធិសម្រេចដោយខ្លួនឯងអំពីទំនាក់ទំនងជាមួយនឹងវៀតណាមទៅថ្ងៃអនាគតនៅថ្ងៃទី1ខែមិថុនាឆ្នាំ1946នៅក្នុងពេលដែលហូជីមិញដឹកនាំគណៈប្រតិភូវៀតណាមចេញទៅបារាំងដើម្បីបើកសន្និសីទស្ដីពីឥណ្ឌូចិននៅ Fontainebleau លោក Thierry Dargent-Lieu ក៏បានប្រកាសឲ្យកូសាំងស៊ីនក្លាយទៅជារដ្ឋស្វយ័តដោយមានឈ្មោះថាសាធារណរដ្ឋកូសាំងស៊ីនដោយមានរដ្ឋាភិបាលបណ្ដោះអាសន្ននៅទីក្រុង Saigon ឬព្រៃនគររដ្ឋាភិបាលបណ្ដោះអាសន្ននេះហើយដែលនឹងត្រូវទទួលបន្ទុករៀបចំការបោះឆ្នោតប្រជាមតិសម្រាប់ជោគវាសនាកូសាំងស៊ីនសម្រាប់ហូជីមិញការផ្ដាច់កូសាំងស៊ីនឲ្យទៅជារដ្ឋឯករាជ្យនេះគឺជាការរំលោភទៅលើកិច្ចព្រមព្រៀងដែលបានចុះកាលពីខែមីនាសន្និសីទនៅ Fontainebleau ត្រូវទទួលបរាជ័យការចរចារវាងបារាំងនិងហូជីមិញក៏ត្រូវជាប់គាំងហើយសង្គ្រាមរវាងបារាំងនិងពួកវៀតមិញដែលគេហៅថាសង្គ្រាមឥណ្ឌូចិននោះក៏ចាប់ផ្ដើមផ្ទុះឡើងនៅខែធ្នូឆ្នាំ1946នៅក្នុងពេលដែលសង្គ្រាមឥណ្ឌូចិនកំពុងតែឆាបឆេះពេញបន្ទុកបារាំងបានចាប់ផ្ដើមគិតគូរបង្កើតរដ្ឋាភិបាលវៀតណាមថ្មីមួយដើម្បីប្រជែងជាមួយនឹងរដ្ឋាភិបាលកុម្មុយនីសហូជីមិញគោលដៅរបស់បារាំងគឺធ្វើយ៉ាងណាកាត់ផ្តាច់ពួកវៀតមិញពីការគ្រប់គ្រងរបស់ប្រជាជនវៀតណាមតាមរយៈការសន្យាផ្ដល់ឯករាជ្យដល់វៀតណាមដឹកនាំដោយរដ្ឋាភិបាលមួយដែលមិនមែនកុម្មុយនីសនៅពេលនោះបារាំងបានសម្លឹងឃើញថាមានអិសរាជជនតែម្នាក់គត់ដែលអាចឡើងមកដឹកនាំរដ្ឋាភិបាលប្រជែងនឹងប្រជាប្រិយភាពរបស់ហូជីមិញបានគឺបាវដៃអតីតអធិរាជនៃនគរអាណាមដែលត្រូវពួកវៀតមិញបង្ខំឲ្យដាក់រាជនិងរត់ទៅរស់នៅនិរទេសខ្លួននៅហុងកុងនៅឆ្នាំ1947បារាំងបានចាប់ផ្ដើមតាក់ទងជាមួយនឹងបាវដៃដើម្បីសុំឲ្យទ្រង់មកដឹកនាំរដ្ឋាភិបាលវៀតណាមថ្មីដែលបារាំងគ្រោងបង្កើតដើម្បីប្រឆាំងនឹងវៀតមិញក៏ប៉ុន្តែបាវដៃនៅពេលនោះមិនបានយល់ព្រមភ្លាមនោះទេដែលបានធ្វើជាកិច្ចកុកដើម្បីទាមទារនៅលក្ខខណ្ឌជាច្រើនជាពិសេសគឺបានទាមទារឲ្យបារាំងទទួលស្គាល់ឯករាជ្យរបស់វៀតណាមជាប្រទេសរួមគ្នានៅដែនដីទាំង3គឺតង់កឹងអាណាមនិងកូសាំងស៊ីនបាននិយាយឲ្យចំទៅលក្ខខណ្ឌដែលអតីតអធិរាជបាវដៃទាមទារនេះគឺដូចគ្នាទៅនឹងការទាមទាររបស់ហូជីមិញហើយដែលបារាំងធ្លាប់បានបដិសេធរួចទៅហើយក៏ប៉ុន្តែបារាំងក្នុងពេលចរចាជាមួយនឹងបាវដៃគឺខុសគ្នាពីបារាំងក្នុងពេលចរចាជាមួយនឹងហូជីមិញរដ្ឋាភិបាលបារាំងនៅពេលនោះបានផ្លាស់ប្ដូរប្រមុខដឹកនាំជាច្រើនដំណាក់កាលរួចទៅហើយរបបនយោបាយថ្មីមួយត្រូវបានគេបង្កើតឡើងនៅបារាំងគឺរបបសាធារណរដ្ឋទី4ដែលមានប្រធានាធិបតីថ្មីគឺលោក Vincent Auriol ដែលបានឡើងមកកាន់តំណែងនៅដើមឆ្នាំ1947លោក Thierry Dargent-Lieu វិញត្រូវបានគេផ្លាស់ចេញពីឥណ្ឌូចិននៅខែមីនាឆ្នាំដដែលនោះសម្រាប់រដ្ឋាភិបាលបារាំងថ្មីនេះការកម្ចាត់ចលនាកុម្មុយនីសវៀតមិញដើម្បីបញ្ចប់សង្គ្រាមឥណ្ឌូចិនវាគឺជាអាទិភាពធំជាងជោគវាសនានៃដែនអាណានិគមកូសាំងស៊ីនហើយដូច្នេះហើយបានជាបារាំងសុកចិត្តប្រគល់កូសាំងស៊ីនទៅឲ្យវៀតណាមទៅតាមការទាមទាររបស់បាវដៃធ្វើយ៉ាងណាឲ្យតែអតីតអធិរាជវៀតណាមរូបនេះសុកចិត្តទៅដឹកនាំរដ្ឋាភិបាលប្រឆាំងនឹងពួកវៀតមិញនៅថ្ងៃទី8ខែមីនាឆ្នាំ1949លោកប្រធានាធិបតី Vincent Auriol បានព្រមព្រៀងជាលាយលក្ខណ៍អក្សរជាមួយនឹងអតីតអធិរាជបាវដៃឲ្យវៀតណាមក្លាយទៅជាប្រទេសឯករាជ្យមួយដែលរួមបញ្ចូលតំបន់ទាំង3គឺតង់កឹងអាណាមនិងកូសាំងស៊ីននៅថ្ងៃទី4ខែមិថុនាឆ្នាំ1949សភាបារាំងក៏បានអនុម័តច្បាប់មួយបញ្ចប់លក្ខន្តិកៈជាទឹកដីនៅនៃសមុទ្ររបស់កូសាំងស៊ីនដោយភ្ជាប់អតីតដែនដីរបស់នគរខ្មែរនេះទៅជាមួយនឹងប្រទេសវៀតណាម10ថ្ងៃក្រោយមកទៀតគឺនៅថ្ងៃទី14ខែមិថុនាតំបន់តង់កឹង
អាណាមបូករួមជាមួយនឹងកូសាំងស៊ីនត្រូវបានគេច្របាច់បញ្ចូលគ្នាបង្កើតទៅជារដ្ឋវៀតណាមឯករាជ្យមួយក្រោមការដឹកនាំរបស់អតីតអធិរាជបៅដៃហើយដែលមានរដ្ឋធានីនៅសៃហ្គនឬព្រៃនគរ